កំពុងតែដេកអេះគូសុកសាតែគេហៅឲ្យមកប្រកួតធូរមិនបាទធីមប៉ះធីមហើយធូរមិនគេនឹងលយខ្លាំងមែនតើនោះមានអ្នកទស្សនាប្រហែលដូចជា6អ្នកដែរនៅខាងលើនោះគេមើលយើងថាលេងបតអ្មិចអញ្ចឹងគេវាតម្លៃទៅតាមហ្នឹងណាគណៈកម្មការគេហើយការប្រកួតធីមនឹងធីមនេះមិនមែនប្រកួតដើម្បីលើកពាន MPL អីទេបាទគឺថាប្រកួតជាមិត្តភាពលក្ខណៈថាស្រឡាញ់គ្នាស្មោះស្ម័គ្រគ្នាអញ្ចឹងហ្នឹងហើយមុននឹងចូលដល់ការប្រកួតខ្ញុំសូមថ្កោលទោសសៀមមួយគួយម៉ែអាចោសៀមអារលាយមកប្រទេសអាគមនេះក៏បាទពាក្យក្នុងចិត្តស្ដាប់តែប៉ុណ្ណឹងបានហើយកុំស្ដាប់ច្រើនពេកខ្លាយ Facebook វា ban កន្លែងមកកាន់ហ្គេមរបស់យើងវិញមើលទៅគ្នាខ្ញុំខាងក្រកហ្នឹងគឺគាត់ក្លាហានមែនតើទៅក្លុកបើ enemy ឡើងដល់ទឹកដីគេហើយហូតមកវិញដោយសវត្ថភាព enemy ធ្វើឲ្យគាត់មានកើតណាដោយសារតែគាត់ឈាមតាន់ពេកហើយបើខ្មៅចូលទៅក្លុកវិញស្រួលគេព្រួតដាក់3 4ជើងហ្នឹងងាប់បដ ாய் ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងហើយថានៅពេលដែល enemy គេជើយិនមកគឺយើងត្រូវតែប្រយ័ត្នពោះគោលដៅរបស់យិនគេភិចមកហ្នឹងគឺលុកទៅយើងនឹងឯងសេរី item តាមបញ្ញត្តិមែននេះយិនមកដល់ណែធ្វើស៊ីយើងឲ្យទាត់តែបានហើយអ្នកខ្លះគាត់ឆ្ងល់ថាចុំប្រកួតធូរមិនទាំងមូលមិនបានភិចណាយកមកលេងវិញណាខ្លាំងក៏មើលងាយក្នុងធូរមិនឯវាយអល់ហើយម្យ៉ាងទៀតនេះមិនមែនធូរមិនទៅតាមពៀនឯផងហ្នឹងពួកគាត់គ្រាន់តែបង្កើតលេងជួលគេយកមកលេងសបាយឈៀលប្រកួតជាធីមលក្ខណៈថាមិត្តភាពឈ្នះចាញ់អីចាប់បឺតមាត់ថើបគ្នាលេងអីចឹងវាសាមញ្ញធម្មតាទេតាលុពេលលេងហ្គេមក៏មើលងាយខ្មៅបាទចូល support ម្ដងបានទេដាក់សិត ulti កាត់មុខអត់ត្រូវគេទេ ulti ហ្នឹងចេះដាក់ចោលទៅគម្រាម enemy កុំឲ្យគេរត់ហើយខាងគ្នាខ្ញុំហ្នឹងគាត់ស្គាល់ខ្ញុំអញ្ចឹងគាត់អត់សូវប្រកាន់ខ្ញុំប្រហែលទេក៏ដឹងតែខ្ញុំហ្នឹងលេងហ្គេមសើមគ្រប់អីមិនទេដល់អញ្ចឹងពួកគាត់ចេះ tip ខ្ញុំចោលអញ្ចឹងណាគ្រាន់យកខ្មៅនេះយកមកឲ្យអមហ្គេមគេទេឲ្យបានគ្រប់5នាក់ទេដោយកន្លែងនេះអញ្ចឹងគ្នាខ្ញុំ4នាក់ហ្នឹងចូលកធប់វាយ total ខ្ញុំមិននៅតែប្រក្រោយខ្ញុំបោះ skill បោះ ulti បោះមិនងាប់គេហ្នឹងចេះតែបោះទៅក្រែងលោបានជួយគ្នាយើងបានច្រើនខ្លះអញ្ចឹងតែគ្នាខ្ញុំហ្នឹងម្នាក់ទឹកដៃគឺមិនធម្មតាទេ enemy វាយប៉ុណ្ណេះហើយអត់មានពីណាគេងាប់មួយប៉ុន្តែងាប់មួយបាទនៅ lane slot ច្រឡំ lane slot អាឡតនៅសល់យើងប្រហែលអ្នក4នាក់ហ្នឹងដាក់មេ project មកថាមិនបាច់វាយគេទេបើវាយឈ្នះគេទេយើងរត់សិនហេតុតែយើងនៅវាអស់ចាជាងគេដល់អញ្ចឹងមានណា enemy តាមលុកបដ ாய் និយាយចឹងសម្រាប់គ្នាយើងដែលកំពុងតែតឹងរងចាំការ predicate លើកទី2នៅក្នុង event Layla Legend ហ្នឹងគឺចិត្តបានមកដល់ហើយនៅថ្ងៃទី14នៅម៉ោង3រសៀលហ្នឹងគឺការ predicate លើកទី2គឺបានមកដល់ហើយសម្រាប់បងប្អូននៅត្រូវការដាក់ diamond top up diamond ឬក៏ diamond ទុកអីអាចធ្វើការតំណែងឆាតទិញ diamond តាមរយៈ Facebook page Lisa Top Up បានបាទចំពោះតម្លៃគឺធូរថ្លៃសមរម្យទេមិនថាគ្នាយើងនៅក្នុងស្រុកឬនៅក្រៅប្រទេសក៏អាចធ្វើការទិញ diamond នៅកន្លែង Lisa Top Up បានដូចគ្នាដែរហើយថាបងប្អូនមាន app ឬប្រើប្រាស់កុងធនាគារអាចធ្វើការទិញ diamond ដោយខ្លួនឯងនៅក្នុង website របស់គាត់មួយទៀតដែលមានឈ្មោះថា lisatopup.com នៅក្នុង website របស់គាត់គឺមាន game ច្រើនគឺយើងស្រឡាញ់ game មួយណាអាចដាក់ game មួយនឹងបានកន្លែងចូលមកដល់ក្នុង game របស់យើងវិញគឺថាគ្នាខ្ញុំនឹងសាហាវមែនតើចូលវាយតែប្រហែលអ្នកហ្នឹងទេក៏តែ enemy នឹងរត់ព្រាតហើយខ្ញុំមិនដែរដោយសារតែគេដេញ lock ដល់អញ្ចឹងខ្ញុំមិនអាចជួយពួកគាត់បានទេមានតែដាក់មេប្រូចរត់ចូល turret សិនបាទតែស៊ីសេលៀនហ្នឹងគុំយើងខ្លាំងមែនតើប្រហែលជាគាត់ឃើញកប៉េះគូតយើងខ្ជុះបោករួមទាំងកន្ទុយដែលគួរឲ្យស្រឡាញ់ដោះរួមរយបានគាត់ចង់លុកយើងពេកទេណាចូលម្ដងងាប់បោះគេបដ ாய் នេះញ៉ាដើរមក recall ទឹកដៃណាខ្ញុំគឺ 10% ទេបាទតែដល់ពេល recall នេះគឺ 90% តែម្ដងនៅពីដើម game ហ្នឹងខាងគេដូចមានកម្លាំងកំហែងវាយយើងខ្លាំងមែនតើក៏តែចូលមកដល់ពាក់កណ្ដាល game នេះគឺខាងគ្នាយើងចាប់ផ្ដើមដាក់សម្ពាធទៅលើខាង enemy វិញហើយពេល team fight ថាបើកណាឲ្យវាយ support ពីក្រោយវិញចប់បដ ாய் នឹង stand ក៏ stand ឈឺក៏ឈឺដែរណាខ្ញុំនេះគឺមិនធម្មតាទេចេញទៅ Sky Pixel មួយទៀតមកគឺ CPL បដ ாய் ស្រាប់តែបានវាយមកសន្ទុះលេងកលូតពេមកអីចាស់ប្រហែលជាមើលទៅដូចខាង enemy គេចង់ចោះចាញ់យ៉ាងមិនដឹងទេនេះគេគាត់ទៅធំក្លិនចំហាយណាយើងវាចាប់ផ្ដើមមានអារម្មណ៍ថាចង់ចាញ់បាត់ហើយនេះតទៅពេលឥឡូវនេះលេងណាក៏លុកពិភពគុណឡើងមកដល់ threat enemy អាធំណាចាំកាលទៀតលបបុកផ្ទះយកឈ្នះត្មងទៅប៉ុន្តែមុននឹងបុកផ្ទះយកឈ្នះសុំ recall ឌឺឲ្យណាណីសិនដាក់សិតកកដែរបើក ulti មកទឹកឈ្នះ automatic បដ ாய் និយាយទៅ game ហ្នឹងគេប្រកួត2 game ក៏តែដល់ទៅពេលយើងឈ្នះមួយ game ហើយ game ក្រោយគេឈ្នះមួយ game គឺស្មើគ្នាអត់មានពីណាគេចាញ់ឈ្នះលើពីណាគេទេ